ក្រសួងបរិស្ថានបានចូលរួមដាំដុះកូនឈើហូបផ្លែដាំដុះបន្លែដើម្បីគាំទ្រដល់សន្តិសុខស្បៀងនិងចូលរួមគ្នានៅក្នុងការការពារជាតិមន្ទីរបរិស្ថានខេត្តសៀមរាបបានធ្វើការបណ្ដុះបណ្ដាលទៅដល់សិស្សានុសិស្សមកពីវិទ្យាល័យនានាអំពីរបៀបដាំដុះដើមឈើហូបផ្លែនិងបន្លែនៅថ្នាក់តំបន់ក្នុងខេត្តសៀមរាបដើម្បីលើកកម្ពស់ជីវភាពស្បៀងដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានជាពិសេសសម្រាប់ជួយទៅដល់វីរៈកងទ័ពជួរមុខនិងប្រជាជននៅតំបន់ភាគសឹកលោកសុនគង់ប្រធានមន្ត្រីបរិស្ថានខេត្តសៀមរាបបានឲ្យដឹងថាដើម្បីលើកកម្ពស់ដល់សេដ្ឋកិច្ចមូលដ្ឋានជាពិសេសសម្រាប់ជួយទៅដល់កងទ័ពជួរមុខនិងជួរក្រោយដែលត្រូវការនៅម្ហូបអាហារច្រើននៅក្នុងការផ្គត់ផ្គង់ប្រចាំថ្ងៃមន្ត្រីអញ្ជើញសិស្សានុសិស្សមករៀនបណ្ដុះកូនឈើនិងកូនត្នោតនិងការដាំដុះបន្លែផ្សេងដែលអាចទទួលបានឆាប់សម្រាប់ជាបណ្ឌិតជីវិតដើម្បីដាំដុះនៅតាមរដ្ឋាននិងតាមសាលារៀនផ្សេងបានត្រៀមរួចជាស្រេចនៅថ្នាក់បណ្ដុះកូនឈើថ្នាក់តំបន់ដែលស្ថិតនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែនឯកឧត្តមបណ្ឌិតអៀងសុផាឡៃរដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកទឹកចិត្តឲ្យថ្នាក់បណ្ដុះកូនឈើថ្នាក់តំបន់ទាំង5បណ្ដុះកូនឈើនិងឈើហូបផ្លែទៅសហគមន៍ជាពិសេសសិស្សានុសិស្សនៅតាមសាលារៀនឲ្យមានចំណេះដឹងហើយបន្តដាំដុះនៅតាមមូលដ្ឋានគូបញ្ជាក់ថានេះគឺជាគំនិតផ្ដួចផ្ដើមដែលលោកជំទាវទី1នៅក្នុងការជំរុញចលនាយើងរួមគ្នាដើម្បីជាតិក្នុងគោលបំណងបំផុសសកម្មភាពដាំបន្លែដែលអាចឆាប់ប្រមូលផលបាននៅតាមសាលារៀនផ្ទះសម្បែងវត្តអារាមនិងដីសហគមន៍សម្ដៅកសាងកសិផលជាតិដើម្បីទ្រទ្រង់វីរៈកងទ័ពវីរៈនគរបាលជួរមុខការពារព្រំដែននិងជនភៀសសឹក